បាទជំរាបសួរបាទថ្ងៃនេះមានបងប្អូនម្នាក់គាត់ឲ្យខ្ញុំធ្វើទូរស័ព្ទឲ្យគាត់ហើយតម្លើងអ៊ីមែល Facebook អីហ្នឹងណាអញ្ចឹងវីដេអូទាំងអស់ហ្នឹងចាំមើលនៅក្នុងហ្នឹងតែម្ដងបាទសិនពេញចិត្តវីដេអូនេះហើយកុំភ្លេចតាមដានកុំភ្លេចចុច like comment ឲ្យម្នាក់មួយផងហើយចុច share ម្នាក់មួយដើម្បីចេះអរគុណច្រើនបាទបាយអូខេយើងកំបោយើងធ្វើអីទេចូលដំបូងយើងត្រូវតែបង្កើត email សិនចឹងការបង្កើត email របស់ទូរស័ព្ទយើងត្រូវតែយកលេខទូរស័ព្ទមកបង្កើតបើសិនជាយើងមិនយកទូរស័ព្ទមកបង្កើតទេយើងអាចបង្កើត email ចូលក្នុង Play Store បានទេអញ្ចឹងយើងចូលក្នុង Play Store មកចឹងទូរស័ព្ទនេះឃើញថាទូរស័ព្ទថ្មីហើយការលេងរបស់គាត់គឺច្បាស់មកបាទទូរស័ព្ទនេះមកស្ញាញ់មកថ្មីចេះមកបងប្អូនចឹងឃើញថ្មីពីមែនតើស្ដានមើលខ្ញុំធ្វើកម្មវិធីត្រង់ប្រាប់ណាចេះសិនគាត់ទៅទេបាទបងប្អូនខ្ញុំមកគាត់ចេះប្រើទេសារទូរស័ព្ទគាត់ថ្មីពេកចុះយកត្រឡប់ទៅណាបងអូត្រឡប់ទៅណានេះអត់ឃើញមុខអ្នកធ្វើចាគេឃើញមុខអ្នកធ្វើហើយយើងដំបូងយើងចូលមកemail មកចឹងចូលមកក្នុង email យើងចូលក្នុង Google Play សិនតម្លេយើងសេពាក្យថា email sign in សេពាក្យថា email សេមិនបង email សេមិន0 email យើងសេពាក្យ Gmail វិញ Gmail សេស្រួល Gmail Smart ណាយើងប្រើថា Gmail Smart ចឹងអូខេយើងចូលមកដល់ក្នុង Gmail Smart ហើយយើងចុចនៅក្នុងលងពូឆៃ Gmail Smart វីដេអូនេះយើងវិញទេបងប្អូនចង់ចេះទៅតាមខ្ញុំបាទចឹងរបស់គាត់អត់មាន Gmail Smart ទេដូច្នេះយើងត្រូវតែសាងណាអូខេយើងធ្វើឧបករណ៍សិនចឹងធ្វើឧបករណ៍នៅ Chrome នេះគឺឧបករណ៍មួយដែលអាចជួយឲ្យ Facebook យើងឬ YouTube យើងផ្សេងៗចឹងយើងចូលក្នុងនេះហើយឲ្យប្រើ email ហើយតែយើងអត់មាន email ទេយើងត្រូវតែ Smart ចឹងយើង Smart របៀបម៉េចចឹងយើងប្រាប់មកសម្រាប់បុគ្គលណាហើយនឹងសម្រាប់តួឆានសម្រាប់តួឆានអូខេយើងសម្រាប់តួឆានយើងយកចូលមកយើងដាក់ឈ្មោះមកឈ្មោះម្ចាស់ទូរស័ព្ទគាត់ឈ្មោះអ្វីម្ចាស់ទូរស័ព្ទគាត់ឈ្មោះថាសៀមេងណាយើងដាក់ឈ្មោះសិនមកចឹងយើងសេភាសាអង់គ្លេសមក Mr. មេងណា Mr. មេងចឹងអត់ទាន់មាននាមសកលទេអត់មានសកលទេយើងដាក់ Mr. មេងសិន Mo EA មេងណា NIG មេងចឹងយើងដាក់ Mr. មេងយើងដាក់នាមសកលសិនហើយយើងត្រូវដាក់នាមសកលមកពីមុខវិញចឹងយើងប្រើពាក្យថាធានាមសកលធាធូខ្ញុំកំពុងធ្វើវីដេអូធូស្រអ៊ីធាបងធាណែអត់អាចទេធាណាចាំយើងដាក់នាមសកលធាមកដូច្នេះយើងត្រូវតែថាប់បាយអូខេចឹងបានហើយយើងដាក់ Mr. ធា18មេង18ហើយក៏បានកើតអមេងកើតថ្ងៃទីប៉ុន្មានបង10ប្រហែលណា18រួចខែអីគេមកធ្វើតែធ្វើហើយមានបងយើងចូលមកemail មកទៅemailយើងចូលក្នុង template សិនយើងសេពាក្យថា email sign in សេពាក្យថា email ទេបង email ទេសូម email យើងសេ Gmail Gmail Smart យើងប្រើ Smart អូខេចូលដល់ Gmail Smart យើងចុចក្នុងក្នុងពិស័យ Gmail Smart យើងវិញយកទៅតាមតែតាមចឹងគាត់មាន Gmail Smart ទេហើយយើងប្រសាគេធ្វើឧបករណ៍សិនកាលណាធ្វើឧបករណ៍នៅ Chrome គឺឧបករណ៍មួយដែលអាចជួយឲ្យ Facebook យើងឬ YouTube យើងផ្សេងៗចឹងចូលក្នុងនេះឲ្យអូខេតែបានហើយយើងដាក់ Mr. 18ដាក់ Mr. មេង18ទៅបង្កើតអត់មានបានមកបាទរួចខែគេកាមេរ៉ាថាម៉ាត់ណាំនេះមកឲ្យលើដើម្បីដល់តាមពុតព្រឹងយក2,500 500 500 500 500តែប្រុសមកពីឆាយបាយអូហ្នឹងក៏កាទីបានដាក់1,490អូខេបានហើយ email របស់យើងគឺ Mr. Thiem ណា Mr. Thiem អញ្ចឹងយើងត្រូវយកពាក្យថា Mr. Thiem យើងថតជាមួយយើងយកនេះពឹបឥឡូវយើងថត Mr. Thiem សិនឬក៏មេង Mr. Thiem ឬក៏សំនឹងពេលเดียว Mr. Thiem អូខេយើងប្រើនេះវិញយើងប្រើ Mr. Thiem នោះជារត់នោះតែវាបានខេបអូខេនេះគឺជា email របស់ខ្ញុំដែលបានបង្កើតអំបញ្ញមិញបាទចឹងអរគុណចង់ចេះអាចរៀនតាមខ្ញុំបានអានេះ Mr. Thiem ឥឡូវយើងចាប់ដើមនិចតទៅមុខបាទភាសាថៃសុំអស់ចាឥឡូវនេះខ្ញុំបានចូលមកជំហានដែលខ្ញុំត្រូវបានរួចរាល់របស់ Gmail របស់ខ្ញុំហើយឥឡូវ Gmail របស់ខ្ញុំបានចូលនៅក្នុង Play Store ហើយណា Gmail របស់ខ្ញុំបានចូលក្នុង Play Store ហើយកាមេរ៉ាផងអត់ទេកាមេរ៉ាសិនបងជួយចាំមើលបងអូខេនេះហើយអូខេអូខេចឹងយើងបានរហ័សមកហើយយើងត្រូវតែមើលរហ័សរបស់យើងណាចឹងហើយយើងសុំលាក់រហ័សសិនអីរហ័សរបស់យើងគឺមិញទៅថាខ្ញុំធ្វើបានសម្រាប់ហើយគេមកលឺមកគេថាហ្នឹងហើយទៅយ៉ាងថាបានណាអូខេណាអូខេអូខេអូខេរៀបរយចូល comment យើងមកយើងដាក់លេខទូរស័ព្ទរបស់យើងមកគឺជាលេខ email របស់យើងយកមានខំតគេរាប់សាប់យើងហើយចឹងយើងចូលមកឆៃងានបានហើយបាទចឹងពុកម៉ែបងប្អូនយើងបងប្អូនយើងអស់នេះចឹងយើងយល់ហើយឥឡូវនេះក៏ចង់បង្កើតអ្វីបង្កើត TikTok មួយណាបង្កើត TikTok យើងទៅតាំង TikTok សិនអាប់ដេត TikTok មួយប្រាប់ហើយយើងថ្លៃមកវិញមករាប់លើអូខេចឹងមួយទៀតយើងត្រូវបង្កើតអ្វីទៀតចឹងយើងតមកយើងត្រូវបង្កើត live មួយទៀតផ្លឹបយើងដាក់ live ផ្លឹបមកចឹងបាទហើយយើងបង្កើតមួយទៀតមក
chẳng dừngបង្កើត Facebook យើងត្រូវទៅស៊ីថា Facebook អូខេ Facebook យើងបង្កើតមកបានហើយយើងអាប់ដេត Facebook មួយទៀតចូលអាប់ដេត Club ថយមកទៀតយើងបង្កើតឲ្យទៀតចាយើងបង្កើតមួយទៀតកើតអ្វី Messenger អូខេ Messenger យើងតាំង Messenger មួយទៀតមកយើងមាន email ហើយយើងស្រួលហើយធ្វើអ្វីក៏ស្រួលទាំងអស់អញ្ចឹងយើងបង្កើត Messenger រួចហើយបើអញ្ចឹងហើយយើងត្រូវតែចូលទៅបង្កើត YouTube ឲ្យអូនមួយទៀតចឹង YouTube យើងសេពីថា YouTube មក VO YouTube ក៏បង្កើតមកបើថាវានៅអាប់ដេតគឺយើងត្រូវអាប់ដេតរបៀបឲ្យ YouTube នៃគ្រឿងមានហើយតែយើងត្រូវអាប់ដេតព្រោះឯគ្រឿងវាទិញថ្មីមកមិនទាន់អាច support គ្រឿងបានទេចឹងអូខេយើងដឹងហើយតែដូច្នេះយើងត្រូវការរងចាំណាបាទយើងត្រូវការរងចាំទាំង live យើងត្រូវការរងចាំ YouTube យើងត្រូវការរងចាំ live អី Facebook យើងត្រូវការរងចាំចឹងវីដេអូខ្ញុំសូមតែបញ្ចប់តែប៉ុណ្ណេះហើយចាំពេលសម្រាប់ចាំខ្ញុំធ្វើជាវីដេអូសម្រាប់ឲ្យតម្រងអរគុណអូខេចាំយើងចាំមើលចូល Facebook សិនយើងអាចចូល Facebook បានឬអត់ចឹង Facebook យើងចូលមិនពិបាកទេយើងអាចចូលមកលេខមកចឹង Facebook អត់បានទេចឹងចូល live មុនណាស់មានអត់អាចារ្យមានទេអូខេចឹងយើងបង្កើត live បានមួយហើយចឹងយើងធ្វើតមកអនុញ្ញាតឲ្យចូល live ដូច្នេះ live យើងអត់មានរូបទេចឹងចាំឲ្យអតិថិជនរបស់យើងធ្វើរូបដាក់រូបខ្លួនឯងតែម្ដងយើងបង្កើតឲ្យជាផ្លូវការដឹងថា live នេះគឺ live យើងបង្កើតបានហើយឥឡូវនេះយើងបាន loading មកហើយ live របស់យើងបានរួចរាល់ហើយបានមួយចំណុចហើយបាទ live មួយចំណុចហើយយើងត្រូវអូខេចឹង live របស់យើងឈ្មោះថាមីងបាទឈ្មោះថាមីងនេះគឺមនុស្សប្រុសបាទមីងមនុស្សប្រុសចឹងយើងត្រូវថតរូបមីងមួយមកដើម្បីបញ្ចូលថតមីងសិនថតរូបចាក់សាក់ទៀតមីងem đi hình má nè em đi đâu mà một trang nó một trăm đô la xe sẽ bay lăng ok cái đây nào bay cửa bay quân đâu đi bay kia nào bay quân sắp xanh rồi bay quân tiền tiền ok เสร็จสิ้นเรานี่យើងបានមកហើយយើងត្រូវតាំងបែប ID អទីតែខ្ញុំទុកឲ្យទុកលងមកទីបានហើយចឹងការងារយើងអស់ប៉ុណ្ណឹងមួយកម្រិតចឹងយើងថយមកយើងឃើញថា live របស់យើងមានរូបហើយ live មានរូបមួយហើយចឹងថយមក live មានរូបមួយហើយយើងចាប់មកឥឡូវយើងចូលមកដល់ Facebook ម្ដងអូខេបាទវីដេអូខ្ញុំបានបញ្ចប់តែប៉ុណ្ណឹងហើយគឺបងប្អូនណាក៏ចង់ចេះក៏ចូលក្នុង live ទៅហើយនឹងខំប្រឹងអភិវឌ្ឍខ្លួនឯងហើយខំប្រឹងរកខ្លួនឯងខ្លះព្រោះឯវីដេអូទាំងអស់គឺខ្ញុំមិនបានបរៀនឲ្យទាំងអស់ទេព្រោះឯខ្ញុំអាចពាក់ព័ន្ធជាមួយនឹងម្ចាស់ទូរស័ព្ទគេហ្នឹងខ្ញុំបរៀនត្រួសឲ្យដឹងជាគោលការណ៍បានហើយអរគុណច្រើនបើពេញចិត្តវីដេអូនេះសូមចុចតាមដានចុច like comment ឲ្យអ្នកមួយផងបាយបាយអរគុណច្រើនបាទចូលមើលវីដេអូឲ្យចប់ណាបើតាមមើលមិនចប់ទេគឺអត់ចេះទេអរគុណបាយបាយ